អាមេរិកប្រកាសថានឹងគ្រប់គ្រងការលក់ប្រេងរបស់វេណេស៊ុយអេឡាដោយគ្មានពេលកំណត់ទីក្រុង Washington សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងគ្រប់គ្រងលើការលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡាដោយគ្មានពេលកំណត់ indefinitely ការប្រកាសនេះធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកលោក Chris Wright កាលពីថ្ងៃពុធទី7 ខែមករាឆ្នាំ2026បន្ទាប់ពីមានប្រតិបត្តិការយោធារបស់អាមេរិកនៅវេណេស៊ុយអេឡានិងការផ្លាស់ប្តូរអំណាចក្នុងប្រទេសនេះលោក Chris Wright បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងធ្វើជាអ្នកទីផ្សារនិងលូកប្រេងឆៅដែលចេញពីប្រទេសវេណេស៊ុយអេឡាលោកបានថ្លែងនៅក្នុងព្រឹត្តិការណ៍ធម្មពលមួយថាយើងនឹងលក់ប្រេងឆៅដែលចេញពីវេណេស៊ុយអេឡាហើយបន្ទាប់មកគឺលក់ដោយគ្មានពេលកំណត់ទៅថ្ងៃមុខតាមគម្រោងមួយនេះប្រាក់ចំណូលដែលទទួលបានពីការលក់ប្រេងទាំងនេះនឹងត្រូវដាក់ចូលទៅក្នុងគណនីដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ថាលោកនឹងគ្រប់គ្រងមូលនិធិនេះផ្ទាល់ដើម្បីធានាថាវាត្រូវបានប្រើប្រាស់សម្រាប់ប្រយោជន៍ប្រជាជនវេណេស៊ុយអេឡានិងអាមេរិកសម្រាប់បរិមាណប្រេងជាជំហានដំបូងដែលអាមេរិកគ្រោងនឹងនាំយកប្រេងឆៅចំនួនពី30ទៅ50លានបារ៉ែលដែលកំពុងជាប់គាំងនៅខុនស្តុករបស់វេណេស៊ុយអេឡាមកលក់នៅលើទីផ្សារឬចម្រាញ់នៅសហរដ្ឋអាមេរិកចំពោះស្ថិរភាពសេដ្ឋកិច្ចអាមេរិកអះអាងថាការគ្រប់គ្រងនេះគឺចាំបាច់ដើម្បីស្ដារសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡាដែលបានដួលរលំនិងដើម្បីការពារកុំឲ្យប្រាក់ចំណូលធ្លាក់ទៅក្នុងដៃអ្នកដែលគ្រប់គ្រងវាខុសផ្នែកខ្លះពីប្រាក់ចំណូលអាចនឹងត្រូវប្រើប្រាស់ដើម្បីសងបំណុលដល់ក្រុមហ៊ុនប្រេងអាមេរិកដូចជា Exxon Mobil និង ConocoPhillips ដែលត្រូវបានរឹបអូសទ្រព្យសម្បត្តិដោយរដ្ឋាភិបាលវេណេស៊ុយអេឡាកាលពីអតីតកាលលោក Wright បានសង្កត់ធ្ងន់ថាការគ្រប់គ្រងការលូកប្រេងគឺជា leverage ឬអំណាចតថ្លៃដ៏សំខាន់ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរដែលចាំបាច់នៅក្នុងប្រទេសវេណេស៊ុយអេឡាប្រទេសចិនដែលជាអតិថិជនប្រេងដ៏ធំរបស់វេណេស៊ុយអេឡាបានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះក្រសួងការបរទេសចិនបានលើកឡើងថាវេណេស៊ុយអេឡាមានអធិបតេយ្យពេញលេញលើធនធានធម្មជាតិរបស់ខ្លួនហើយការដែលអាមេរិកចូលគ្រប់គ្រងនេះគឺជាការរំលោភលើច្បាប់អន្តរជាតិ